ការស្ដាប់រឿងស្រូវការពីប្រេងនាយមនុស្សយើងមិនចាំបាច់ត្រូវការដាំច្រូតកាត់ដឹកជញ្ជូនស្រូវទេគឺស្រូវដុះពីវាពីកាលហើយវាចូលមកជង្រុកដោយខ្លួនឯងទាំងគ្មានសម្បកទៀតផងប៉ុន្តែមានថ្ងៃមួយស្ត្រីកំណាចម្នាក់បានវាយស្រូវនឹងក្តារបន្ទះមកពីនាងថ្លង់នឹងស្នូលស្រូវហោះចូលផ្ទះនាងស្រូវក៏រត់ទៅពួននៅគម្លាតថ្មភ្នំយ៉ាងជ្រៅមនុស្សម្នាកាត់ក្តីខ្វល់ខ្វាយគ្រប់គ្នាដោយមិនដឹងរកអ្នកណាឲ្យស្ម័គ្រចិត្តបំពេញនាទីនេះក្នុងពេលនោះត្រីស្លាតដោយអាណិតមនុស្សបានស្ម័គ្រចិត្តយកអាសារឿងនេះវាខំប្រឹងហែលូនត្បល់តាមកន្លៀតថ្មហើយក៏បានជួបនឹងមេស្រូវត្រីស្លាតសំអង្វរកមេស្រូវឲ្យវិលត្រឡប់ទៅជួយសង្គ្រោះមនុស្សលោកវិញប៉ុន្តែមេស្រូវយល់ស្របតាមសេចក្តីអង្វរករបស់ត្រីស្លាតទាំងនិយាយថាអំនេះតទៅស្រូវមិនហោះចូលជង្រុកដូចមុនទៀតទេបើចង់បានស្រូវត្រូវភ្ជួររាស់ដកស្ទូងនិងដុះតែរដូវភ្លៀងតែប៉ុណ្ណោះដោះស្រង់ពីសៀវភៅអក្សរសិល្ប៍ខ្មែរឆ្នាំ1989